ឈឺចាប់ក្នុងចិត្តកូនជាទីស្រឡាញ់ពេលខ្លះពុកម្ដាយបានធ្វើអ្វីឬនិយាយអ្វីជាមួយកូនខ្លាំងហួសអាចធ្វើឲ្យកូនមិនពេញចិត្តប៉ុន្តែចូលកូនយល់ថាទោះជាយ៉ាងណាក៏ដោយពុកម្ដាយគិតគូរដល់កូនណាស់ស្រឡាញ់ណាស់គឺកូននៅតែជាកែវភ្នែកជាបេះដូងរបស់ម៉ែឪជានិច្ចនៅពេលដែលកូនរំលឹងមើលពុកម្ដាយដោយកខ្សែភ្នែកខឹងស្អប់ឬមិនចូលចិត្តហាក់ដូចពុកម្ដាយជាអ្នកអតីតទៀតនោះឪពុកម្ដាយតូចចិត្តហើយឈឺចាប់ណាស់អ្នករតីគេមាក់ងាយឬយល់ខុសមកលើពុកម្ដាយក៏ពុកម្ដាយមិនមែនញាប់ញួរក្នុងចិត្តដូចជាកូនរបស់ខ្លួនមកមាក់ងាយឬក៏យល់ខុសលើឪពុកម្ដាយឡើយបើកូនខឹងក្រោធចំពោះម៉ែឪព្រោះកូនមិនពេញចិត្តឬតោះចិត្តក្នុងរឿងអ្វីដែលម៉ែឪបានធ្វើទៅហើយនោះម៉ែឪល្មមអាចអត់ទ្រាំបានប៉ុន្តែបើខឹងក្រោធព្រោះកូនមិនយល់ដល់ទឹកចិត្តដល់ពិតប្រាកដរបស់ម៉ែឪវិញនោះឪពុកនឹង